ភ្លក់រសជាតិសម្ដីទាំងអស់នេះខ្ញុំផ្លាស់ប្ដូរខ្លួនឯង180ដឺក្រេទី1អ្នកដែលទំនេរនិយាយដើមអ្នកសុទ្ធតែជាមនុស្សដែលមិនមានតម្លៃឲ្យអ្នកខ្វាយខ្វល់នោះទេព្រោះអ្នកដែលពូកែជាងអ្នកគេគ្មានពេលវេលាសេះសល់រវល់ពីអ្នកនោះទេ2អ្នកដែលគ្មានសមត្ថភាពចង់បានជាងគេគឺមុខមាត់ហើយអ្នកដែលមានសមត្ថភាពពិតប្រាកដពេលនេះគេកំពុងតែខំរកលុយដោយមិនខ្វល់ពីមុខមាត់នោះទេ3អ្នកដើរយឺតឬសូរតែសំឡេងរំខានអ្នករត់លឿនស្ដាប់មិនសូវឮពាក្យបន្តិចបង្អាននោះទេសម្រាប់ចិត្តខុសធ្វើអ្នកធ្វើរឿងមួយដែលវាខុសហើយរឿងដែលជោគជ័យបំផុតនៅក្នុងជីវិតរបស់អ្នកគឺការរាប់អានមនុស្សត្រូវអ្នកមិនអាចខ្លាយទៅជាផ្កាដែលដុះក្នុងលំហបានទេអ្នកត្រូវការដីអ្នកត្រូវការជីអ្នកត្រូវការទឹកអ្នកត្រូវការបរិយាកាសដែលល្អបំផុតដែលអាចធ្វើឲ្យអ្នកលូតលាស់បានល្អដូច្នេះមើលមនុស្សមុននឹងរាប់អានមនុស្សខ្លះបានត្រឹមតែស្គាល់ក៏វាគ្រប់គ្រាន់ហើយមិនចាំបាច់រាប់អានទេហើយមនុស្សខ្លះទៀតត្រឹមតែរាប់អានបានហើយតែ